បានសួស្តីបងប្អូនទាំងគ្នាបាទនេះខ្ញុំមានវីដេអូចែករំលែកថ្មីមួយទៀតបាទនេះខ្ញុំសុំដល់បងប្អូនទាំងគ្នាមកលុបមេរោគទៅលើទូរស័ព្ទដៃបាទដោយសារខ្ញុំមានកម្មវិធីមួយសម្រាប់យើងធ្វើការលុបមេរោគបានយ៉ាងងាយស្រួលបាទគឺយើងធ្វើការដំឡើងវានៅក្នុងកុំព្យូទ័ររបស់យើងហើយយើងធ្វើការគ្រាន់តែដុតឌុយទៅវានឹងធ្វើការលុបអូតូអូខេអញ្ចឹងដើម្បីយើងធ្វើការលុបមេរោគទាំងអស់នេះបានជាដំបូងយើងធ្វើការចូលទៅក្នុងកម្មវិធី setting អូខេចូល setting ទៅមកហើយយើងធ្វើការ scroll វាទៅលើហើយយើងយកពាក្យ more setting បាទហើយតទៅទៀតយើងធ្វើការជ្រើសរើសពាក្យ about phone បន្តមកទៀតយើងធ្វើការវាអូសវាឡើងលើហើយយើងមកមើលពាក្យ software version អូខេចូលកន្លែងពាក្យ software version នេះគឺយើងធ្វើការចុចវា3 4ពើឲ្យលឿនឲ្យញឹបអូខេចុចចឹងមកអូខេនេះវាចេញខាងក្រោមនេះហើយចឹងមានន័យវាធ្វើការទៅបើ developer អូខេយើងធ្វើការថយវាសិនបាទយើងធ្វើការថយវាដើម្បីយើងត្រូវមើលពាក្យ developer ដែលយើងធ្វើការបើកវាអូខេវាអាចនៅកន្លែងនេះអូនេះអ្នកទាំងអស់គ្នាមើលពាក្យដែលយើងធ្វើការបើកកន្លែង software option មិញអូខេកន្លែងយើងបើកកន្លែង software version មិញគឺវាចេញនៅកន្លែងនេះដែលយើងធ្វើការប៉ះវា3 4ដងមិញបងប្អូនអូខេយើងចូលចូលមកបាទហើយបន្តមកទៀតយើងធ្វើការអូសវាហើយយើងមកបើកគ្រីសកន្លែងពាក្យ USB នេះ debugin អូខេបើកកន្លែង USB debugin នេះមកបើកគ្រីសវាហើយយើងធ្វើការចុចអូខេបន្តមកទៀតយើងមកមើលលើ computer ម្ដងយើងធ្វើការបើកកម្មវិធីដើម្បីយើងធ្វើការទៅដោះកូដដោះស្រាយបញ្ហាលុបមេរោគនេះបានអូខេអូខេនេះកម្មវិធីរបស់វាអូខេ antivirus អូខេយើងចុចបើកវាមកបាទកម្មវិធីនេះគឺងាយស្រួលមែនទែនបងប្អូនទាំងគ្នាបាទបងប្អូនអាចធ្វើការដំឡើងកម្មវិធីនេះម្នាក់មួយមកដើម្បីយើងធ្វើការប្រើប្រាស់លុបមេរោគលឿនបាទយើងពុំបាច់ចូលទៅលុបមួយនៅក្នុងទូរស័ព្ទទេអូខេខ្ញុំសូមធ្វើការបើកសិនអូខេចុចពាក្យ yes នេះមកចុចម្ដងទៀតមកអូខេនេះជាកម្មវិធីរបស់វាបងប្អូនទាំងគ្នាបាទនេះកម្មវិធី antivirus APK version 3.0.8 អូខេអញ្ចឹងដើម្បីយើងធ្វើការដោះស្រាយបញ្ហាលុបមេរោគនេះបានបន្ទាប់ពីយើងធ្វើការបើ USB debugin នៅលើទូរស័ព្ទដៃយើងរួចរាល់ហើយយើងធ្វើការដុតឌុយចូលអូខេកន្លែងនេះគឺយើងដុតឌុយចូលសិនបាទយើងដុតឌុយចូលសិនអូខេបន្តមកទៀតវានឹងបង្ហាញប្រាប់កន្លែងនេះគឺយើងចុចគ្រីសហើយចុចពាក្យអូខេនឹងមកអូខេដើម្បីឲ្យវាស្គាល់ទៅនឹងកម្មវិធីបាទបន្តមកទៀតពេលយើងធ្វើការចុចនៅលើទូរស័ព្ទដៃរបស់យើងរួចរាល់ហើយយើងធ្វើការចុចមកលើ app កម្មវិធីរបស់យើងចុចកន្លែងពាក្យ check ទេបងប្អូនទាំងគ្នាបាទចុច check ចឹងមកវានឹងធ្វើការស្គាល់ទៅលើ model ទូរស័ព្ទរបស់យើងបាទនេះបង្ហាញកន្លែងនេះបងប្អូនទាំងគ្នានេះ model ទូរស័ព្ទ Vivo 1724បាទអូខេ model របស់វាអញ្ចឹងតើយើងចុចកន្លែង check នេះហើយវាធ្វើការស្គាល់ model ទូរស័ព្ទរបស់យើងរួចរាល់ហើយអញ្ចឹងបន្តមកទៀតយើងត្រូវធ្វើការចុចពាក្យ scan auto អូខេចុចកន្លែង scan នេះ auto នេះដើម្បីវាចុចបន្តទៅទៀតអូខេចុចចឹងមកបាទអញ្ចឹងវានឹងធ្វើការស្វែងរកមេរោគវានៅលើទូរស័ព្ទដៃរបស់យើងបាទនេះវាចាប់ផ្ដើម scan ហើយនេះបាទអញ្ចឹងវាចាប់ផ្ដើម scan យើងធ្វើការរងចាំវាកន្លែងនេះបងប្អូនបាទអញ្ចឹងគឺមេរោគរបស់វាគឺកំពុងតែ scan ហើយបាទអញ្ចឹងបន្ទាប់ពីយើងឃើញមានអក្សរនៅកន្លែងនេះមួយអញ្ចឹងមានន័យថាវា scan រួចរាល់ហើយអញ្ចឹងយើងធ្វើការទៅលុបវាអូខេលុបដើម្បីលុបមេរោគទាំងអស់នេះបានយើងចុចកន្លែង kill នេះមកអូខេ kill all user នេះមកអូខេចុចចឹងមកហើយបន្តទៀតយើងចុចពាក្យ yes បាទយើងធ្វើការរងចាំវាកន្លែងនេះវាកំពុងធ្វើការលុបមេរោគដែលយើងបាន scan ឃើញមិញបងប្អូនអូខេអញ្ចឹងវាកំពុងធ្វើការលុបហើយអូខេអញ្ចឹងពេល
នៅដល់នេះចុចកន្លែង kill all user នេះបន្ទាប់មកយើងឃើញមានលេខ286ដដែលនេះជឿមានន័យថាវារៀងរាល់ហើយបាទអញ្ចឹងទូរស័ព្ទដែលយើងធ្វើការលុបគឺវាបានជោគជ័យហើយបងប្អូនទាំងគ្នាអញ្ចឹងយើងអាចធ្វើការដកទូរស័ព្ទនេះបានអូខេយើងអាចធ្វើការលេងសាក់មើលម្ដងទៀតទៅអញ្ចឹងកម្មវិធីវានឹងលុបបាត់ពីទូរស័ព្ទយើងដោយអូតូអូខេអញ្ចឹងកន្លែង developer យើងអាចធ្វើការបិទវិញក៏បានដែរបងប្អូនទាំងគ្នាយើងអាចចូលមកបិទឬក៏មិនបិទក៏បានដែរអត់អីទេកន្លែងនេះបានអូខេបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ